រឿងព្រៃទឹកបឹងស្នេហ៍នេះគឺជារឿងព្រេងខ្មែរមួយដែលគេតែងតែដំណាលតគ្នាអំពីខ្មោចទឹកឬព្រីទឹកដែលមានអំណាចនិងភាពអាថ៌កំបាំងនៅចុងភូមិដីក្រហមមានបឹងដ៏ធំមួយឈ្មោះថាបឹងស្នេហ៍ឈ្មោះនេះមិនមែនកាត់ឡើងដោយចេតននោះទេតែវាមានប្រវត្តិស្នេហាសោកនាដកម្មមួយដែលបានក្លាយជារឿងព្រេងតគ្នារហូតដល់សព្វថ្ងៃកាលពីជាច្រើនជំនាន់មុនមាននារីម្នាក់ឈ្មោះនាងនីជាកូនស្រីមេភូមិនាងមានរូបឆោមស្រស់ស្អាតលើសនារីទាំងពួងក្នុងភូមិហើយនាងបានលួចស្រឡាញ់យុវជនម្នាក់ឈ្មោះសុកដែលជាកូនអ្នកនេសាទក្រីក្រស្នេហារបស់ពួកគេត្រូវបានឪពុកម្ដាយនាងនីជំទាស់យ៉ាងដាច់អហង្ការព្រោះចង់ឲ្យនាងរៀបការជាមួយកូនប្រុសរបស់មន្ត្រីក្នុងស្រុកដោយការជឿចាប់និងអស់សង្ឃឹមនាងនេះបានសម្រេចចិត្តបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួននៅក្នុងបឹងនោះនៅក្រោមដើមគគីដ៏ធំមួយនាមាត់បឹងនារាត្រីពេញពណ៌មីតាំងពីពេលនោះមកអ្នកភូមិតាំងតែឮសំឡេងយំស្រណក់ស្រណោកចេញពីបឹងនៅពេលយប់ជ្រៅជាពិសេសនៅយប់ខែភ្លឺពួកគេជឿថាវិញ្ញាណរបស់នាងនេះមិនបានទៅចាប់ចិត្តទេតែបានក្លាយជាព្រាយទឹកដ៏មានឥទ្ធិឫទ្ធិនៅថែរក្សាបឹងនោះព្រាយនាងនេះតែងតែលងបន្លាចចាក់ដេមមកក្បែរបឹងនៅពេលយប់ហើយមានជំនឿថានាងតែងតែទាញទម្លាក់យុវជនសង្ហាខ្នាចូលក្នុងទឹកព្រោះនាងច្រឡំថាជាសុកដែលជាគូស្នេហ៍របស់នាងឧបទ្ទវហេតុនៅបឹងស្នេហ៍ច្រើនឆ្នាំក្រោយមកមានយុវជនម្នាក់ឈ្មោះរិទ្ធដែលទើបតែត្រឡប់មកទីក្រុងភ្នំពេញដើម្បីសួរសុខទុក្ខជីដូនរបស់គាត់នៅភូមិដីក្រហមរិទ្ធជាមនុស្សជំនាន់ថ្មីមិនសូវជឿរឿងអរូបីប៉ុន្មានទេយាយរបស់គាត់តែងតែហាមឃាត់មិនឲ្យគាត់ទៅក្បែរបឹងស្នេហ៍នៅពេលព្រលប់ឬយប់ជ្រៅឡើយយប់មួយជាថ្ងៃពេញពណ៌មីពន្លឺព្រះច័ន្ទពេញវងបាំចាំងចាយចាំងឆ្លូតនឹងផ្ទៃទឹកបឹងមើលទៅគួរឲ្យចង់កយន់ណាស់ដោយមិនខ្វល់នឹងពាក្យហាមឃាត់របស់យាយរិទ្ធបានដើរទៅមាត់បឹងតែម្នាក់ឯងដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធពេលទៅដល់ក្រោមដើមគគីធំគាត់ស្រាប់តែឮសំឡេងមនុស្សស្រីច្រៀងយ៉ាងពីរោះប៉ុន្តែបង្កប់ដោយភាពសោកសៅនាងងាកមើលជុំវិញស្រាប់តែប្រទះឃើញនារីម្នាក់ស្លៀកសំពត់ហូលពណ៌ស្វាយកំពុងអង្គុយលើមេឃគគីដែលទេទៅផ្ទៃទឹកនាងញៀនសក់ខ្មៅវែងអន្លាយហើយកំពុងសិតសក់របស់នាងដោយក្រាស់ធ្វើពីភ្លុកដំរីរឹតដោយទ្រូមុនសកុតគាត់ឈរមើលនាងទាំងភ្លឹកស្មារតីនារីនោះងាកមុខមើលគាត់ហើយញញឹមយ៉ាងស្រស់បងសុកបងមកវិញហើយមែនទេខ្ញុំចាំបងយូរណាស់ហើយនាងនិយាយដោយសំឡេងផ្អែមល្ហែមរិទ្ធមិនមែនឈ្មោះសុកទេតែគាត់ហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបានគាត់ដើរយឺតឆ្ពោះទៅរកនាងហាក់ដូចជាមានកម្លាំងអ្វីមួយទាញគាត់នារីនោះក៏លូកដៃមកគាត់ហើយបបួលគាត់ឲ្យចូលទៅក្នុងទឹកជាមួយនាងនៅពេលដែលជើងរបស់រិទ្ធជិតប៉ះនឹងផ្ទៃទឹកគាត់ស្រាប់តែនឹកឃើញដល់បន្តោងព្រះដែលយាយរបស់គាត់បានពាក់ឲ្យគាត់ចាប់បន្តោងព្រះនោះជាប់និងសូត្រមន្តក្នុងចិត្តនឹកដល់គុណព្រះរតនត្រ័យភ្លាមនោះរូបរាងដ៏ស្រស់ស្អាតរបស់នារីម្នាក់នោះក៏ប្រែប្រួលភ្លាមមុខរបស់នាងឡើងស្លេកស្លាំងភ្នែករបស់នាងប្រែជាខ្មៅក្រហមហើយសក់របស់នាងដែលវែងអន្លោងនោះបែរជាពោពេញទៅដោយសារាយនិងរាវទឹកនាងស្រែកងុយមាត់យ៉ាងឃ្លោគូអើព្រឺឆុងខ្នងរួចរលាយបាត់ទៅក្នុងផ្ទៃទឹកបន្សល់តែរលកទឹកដែលរីបាយរិទ្ធភ័យប្រាស់អាយុត្រឡប់ទៅផ្ទះវិញទាំងញ័រចំប្រប់គាត់បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់យាយរបស់គាត់យាយរបស់គាត់បានដុតធូបសែនព្រេននៅមុខផ្ទះហើយអង្វរក៏សុំខមាទោសពីព្រេងនាងនីតាំងពីថ្ងៃនោះមករិទ្ធលែងហ៊ានមើលងាយរឿងព្រេងនិទានរបស់អ្នកសុខទៀតហើយគាត់យល់ថាទឹកបឹងដ៏ស្រស់ស្អាតនេះអាចផ្ដល់ជីវិតដល់អ្នកភូមិតែវាក៏ផ្ទុកនូវវិញ្ញាណដែលរងទុក្ខនិងរឿងរ៉ាវអាថ៌កំបាំងដែលមនុស្សគ្រប់គ្នាត្រូវតែគោរពនិងមិនត្រូវបំពានឡើយ